បាទថ្ងៃនេះគឺខ្ញុំលើកយកមកបង្ហាញអំពីរបៀបនៃការធ្វើព្រិលធ្លាក់និងរបៀបនៃការធ្វើទឹកភ្លៀងនៅក្នុងកម្មវិធី Adobe After Effects បាទអញ្ចឹងដើម្បីយើងធ្វើព្រិលធ្លាក់ឲ្យបានស្អាតទីមួយយើងត្រូវការមាន background ព្រិលនឹងមួយសិនបាទហើយក្នុងនេះគឺយើងប្រើ effect ដែលមានស្រាប់នៅក្នុងកម្មវិធី Adobe After Effects នឹងតែម្ដងដោយយើងមិនបញ្ចូល plugin ពីខាងក្រៅទេបាទអញ្ចឹងខ្ញុំមាន composition មួយស្រាប់ហើយដើម្បីយើងអាចប្រើវាបានគឺយើងចូលមក layer យើងយក new យក solid មានថាយើងបង្កើត solid មួយទៅដើម្បីទ្រប plugin ហ្នឹងណាបាទដាក់ snow វាហៅខ្ញុំ OK បាទខ្ញុំ OK បន្ទាប់មកទៀតដើម្បីយើងអាចប្រើប្រាស់ឬក៏ធ្វើព្រិលធ្លាក់នឹងបានគឺយើងចូលទៅលើ effect បាទបន្ទាប់មកទៀតយើងអូសមកក្រោមឬក៏ឃើញលើនេះតែម្ដងវាដាក់ថា simulation បាទដល់កន្លែងនេះបន្ទាប់មកទៀតយើងអូសមកក្រោមមកយើងនឹងឃើញពាក្យថា CC snowfall បាទយើងចុចដល់ហ្នឹងទៅអញ្ចឹងដល់ពេលដែលយើងអូសមកក្រោមបាទយើង play វាសាកមើលយើងនឹងឃើញស្នាម snow ហ្នឹងព្រើងធ្លាក់តូចមួយនៅលើ screen របស់យើងណាបាទលើ screen របស់យើងអញ្ចឹងដើម្បីយើងសេរីវាឲ្យបានយើងមើលទៅមានថាតាមការចង់បានរបស់យើងទី1ត្រង់កន្លែងនេះជាមានថាចំនួន snow ដែលវាធ្លាក់ច្រើនទៅតិចនេះទំហំរបស់វាយើងព្រីកទំហំវាទៅណាយើងព្រីកមកវាឡើងឃើញធំចេះហើយណាបាទព្រីកទំហំបន្ទាប់មកទៀតត្រង់កន្លែងនេះសាយវាលាយគ្នាមានថាមានតូចមានធំណាបាទអូខេវាលបឿនវាធ្លាក់បន្ទាប់មកទៀតដើម្បីយើងចង់ឲ្យវាមើល snow នឹងច្បាស់ល្អយើងមើលត្រង់កន្លែង opacity color កន្លែងនេះយើងដាក់វា 100% ទៅបាទអញ្ចឹងនៅពេលដែលយើងទាញវាយកមកដាក់ហើយបាទទាញយកមកដាក់ហើយវាអត់ឃើញ background ទេណាយើងមើលលើនេះអត់ឃើញ background ទេអញ្ចឹងដើម្បីយើងឃើញ background គឺយើងមកមើលត្រង់កន្លែង background ត្រង់កន្លែងនេះ background transfer mode ហើយកន្លែងនេះវាដាក់ថា composite with original បាទអញ្ចឹងយើងដោះអាហ្នឹងចោលទៅអញ្ចឹងដល់ពេលយើងដោះចោលវាចេញ snow ហ្នឹងពណ៌ខ្មៅណាបាទចេញ snow ពណ៌ខ្មៅឃើញទេបាទវាចេញពណ៌ខ្មៅវាអត់ចេញជាពណ៌សទេធម្មតា snow វាពណ៌សព្រិលពណ៌សអញ្ចឹងយើងធ្វើម៉េចក្នុងនេះយើងអាចដូរពណ៌បានទេមានថាបើយើងដោះនេះចេញដូរពណ៌អត់បានទេអញ្ចឹងគឺយើងត្រូវការទៅមានថាកែពណ៌ត្រង់កន្លែងដែលយើងបង្កើត solid ហ្នឹងដែលយើងចូលលើ layer យក solid setting យើងអូសមកក្រោមមកត្រង់កន្លែងពណ៌នេះណាបាទយើងយកពណ៌សទៅឬក៏ពណ៌ណាមួយដែលយើងចង់បានហ្នឹងរួចហើយយើងអូខេបាទអូខេទៀតទៅអញ្ចឹង snow ហ្នឹងវានឹងចេញពណ៌សមកហើយបាទពណ៌តាមដែលយើងជ្រើសរើសចេញពី solid ហ្នឹងណាបាទអូខេអញ្ចឹងនៅក្នុងនេះយើងសេរីបន្ថែមទៅបាទចង់បានតូចធំក្រាស់ស្ដើងអីយើងសេរីតាមនឹងបន្ថែមណាបាទវាធ្លាក់មកហើយខ្ញុំ render preview មកអញ្ចឹងបើសិនជាចង់បានលក្ខណៈដូចខ្យល់ណាបាទខ្យល់បក់ណាបាទនេះយើងសេរីពីមានខ្យល់ដូចនេះនេះវាចេញខ្យល់ទៅខាងណាណាបាទយើងសេរីទៅអូខេ render មកវាឃើញអញ្ចឹងហើយបាទអញ្ចឹងនេះជារបៀបនៃការធ្វើព្រិលធ្លាក់អ្នកទាំងអស់គ្នាអាចសេរីទៅតាមការស្រឡាញ់តិចច្រើនទៅតាមហ្នឹងណាបាទអូខេបន្តមកទៀតគឺខ្ញុំបង្ហាញអំពីរបៀបនៃការធ្វើភ្លៀងនេះខ្ញុំមាន composition យើងមាន background រួចហើយបាទគឺយើងត្រូវការចូលលើ layer យក new យក solid ដូចគ្នាខ្ញុំដូរឈ្មោះមកបាទអញ្ចឹងភ្លៀងនេះដើម្បីយើងអាចមើលក្របភ្លៀងអីស្រួលយើងដាក់ពណ៌វាពណ៌ខ្មៅសិនទៅ solid ហ្នឹងណាបាទយើងដាក់ពណ៌ខ្មៅសិនអូខេហើយយើងអូខេទៀតបន្តទៅទៀតគឺយើងចូលលើ effect យើងមករកពាក្យថា simulation ដូចគ្នាហើយយើងជ្រើសរើសយក CC rainfall ណាបាទយកកន្លែងនេះ
យើងឃើញក្របភ្លៀងធ្លាក់មកតែវាតូចមានថាវាអត់ទៅច្បាស់អញ្ចឹងដើម្បីយើងងាយស្រួលមើលយើងសេរីលើនេះ opacity ដាក់ 100% សិនតែម្ដងក៏បាននេះជាចំនួនក្របទឹកភ្លៀងបាទនេះជាទំហំហើយត្រង់កន្លែងនេះ speed វាបាទវាភ្លៀងហ្នឹងលឿនឬឆាប់ហើយនេះខ្យល់បើយើងខ្យល់បក់ទៅខាងណាយើងស្រីទៅខាងហ្នឹងទៅណាបាទអូខេវាមកហើយអូខេបាទអញ្ចឹងនៅក្នុងហ្នឹងបើយើងអត់ស្រីខ្យល់ស្រីយើងដាក់ធម្មតាបាទយើងដាក់ធម្មតាទៅគឺបានហើយធម្មតាទៅបន្តមកទៀតក្នុងនេះដូចគ្នាក្របទឹកភ្លៀងដូចគ្នាដើម្បីយើងធ្វើឲ្យឃើញដល់ background យើងដោះនេះចេញតែវាពណ៌ខ្មៅដែរអញ្ចឹងទឹកភ្លៀងយើងគួរតែដាក់ពណ៌ណាមួយដែលយើងគិតថាវាស៊ីជាមួយនឹង background របស់យើងខ្ញុំសេរីពណ៌នេះខ្ញុំអូខេអូខេបន្តមកទៀតដើម្បីទឹកភ្លៀងនេះបានយើងមើលទៅឃើញស្អាតយើងអាចជ្រើសត្រង់កន្លែង mode នេះបាទត្រង់កន្លែង mode ឡើយនេះហើយយើងអាចយក soft light ឬក៏ hard light ទៅតាមទម្រង់នៃ background របស់យើងក្នុងនេះខ្ញុំយក soft light ឃើញភ្លៀងនឹងស្អាតណាបាទវាធ្លាក់មកចេះខ្ញុំ render មើលភ្លៀងមកហើយបាទអញ្ចឹងក្របភ្លៀងនេះបើសិនជាយើងធ្លាក់នៅលើទឹកឬក៏លើដីនៅពេលដែលភ្លៀងរៀងខ្លាំងវាមានតំណក់ទឹកភ្លៀងចូលណាបាទដូចដែលរូបនេះយើងមើលឃើញវាមានតំណក់ទឹកភ្លៀងលើនេះណាបាទតំណក់ទឹកភ្លៀងហ្នឹងធ្លាក់មកវាប៉ះមួយទៅវាចេញអញ្ចឹងដើម្បីធ្វើអាហ្នឹងគឺយើងត្រូវការច្នៃប្រឌិតមួយទៀតយើងត្រូវការបង្កើត solid មួយទៀតដែរចូល layer យក new យក solid តែក្នុងនេះ solid យើងអាចដាក់ពណ៌សឬពណ៌ខ្មៅទេយើងអាចដាក់ពណ៌អីផ្សេងដូចជាពណ៌ប្រផេះជាដើមនេះបាទពណ៌នេះពណ៌ប្រផេះឥឡូវខ្ញុំយកពណ៌ប្រផេះហ្នឹងខ្ញុំអូខេខ្ញុំអូខេមកបាទបន្តទៅទៀតគឺយើងចូលលើ effect យក simulation ដូចគ្នាហើយយើងយកត្រង់កន្លែង CC Drizzle នេះបាទ CC Drizzle ហ្នឹងបាទណាយើងយកកន្លែងហ្នឹងមកវាចេញចេះណាចានេះចំនួននៃក្របទឹកភ្លៀងដែលធ្លាក់ហ្នឹងបាទនេះអានេះតិចច្រើនត្រង់មួយទៀតយើងស្រេទំហំវាបាទទំហំតូចធំត្រង់កន្លែងនេះបើព្រាយើងតិចយើងដាក់តូចទៅនេះត្រង់កន្លែងនេះអូខេបន្ទាប់ទៀតដល់កន្លែង light អីនេះយើងអាចសេរីបន្ថែមឲ្យវាមើលទៅភ្លឺដុតអីតែនោះទៀតអញ្ចឹងដើម្បីយើងធ្វើឲ្យបានទៅលើ background ហ្នឹងដូចនៅក្នុងហ្នឹងយើងត្រូវការចង layer នេះបាទដែលយើងបង្កើតសម្រាប់ដាក់ដំណក់ទឹកភ្លៀងហ្នឹងយើងចងជា 3D layer ត្រង់កន្លែងនេះណាយើងធីកលើវាទៅហ្នឹងបាទឃើញអ្នកទាំងអស់គ្នាចុចឡើងនេះចុចកត្រង់ចំណុចនេះបាទចុចទៅវានឹងឃើញនេះអញ្ចឹងយើងធីកលើហ្នឹងវាទៅជា 3D layer ហើយយើងពលាវាទៅត្រង់កន្លែង transform ត្រង់កន្លែង X rotation យើងពលាវាអញ្ចេះបាទឲ្យវាផ្ដេកឲ្យត្រូវតាមទំនេរនៃ background របស់យើងបាទណាអញ្ចឹងក្នុងនេះបើសិនជាអត់ឃើញស្នាមមានថាដូចជា transform ឬក៏តម្រង់សម្រាប់យើងសេរីយើងចុចលើនេះវាឃើញនេះយើងអាចទាញវាធ្លាក់មកក្រោមប្រើ tool លើនឹងក៏បានបាទយើងរុញនេះទៅទៀតទៅបាទទៅមុខនេះរុញនេះចំណុចនេះរុញចេះយើងដាក់វាផ្ដេកបន្ថែមក៏បានណាអូខេពេលដាក់អញ្ចឹងមកហើយវាអត់ទាន់បាត់ background នោះទេអញ្ចឹងដើម្បីយើងបាត់បានត្រង់កន្លែង mode ឡើយនេះណាបាទ mode កន្លែងហ្នឹងយើងចុចយកវា soft light នេះវាចូលមកលើហ្នឹងណាបាទវាចូលមកលើហ្នឹងឃើញទេបាទដូចក្របទឹកភ្លៀងធ្លាក់ទៅតែបើសិនជាយើងដាក់ទៅវាហួសវាអត់ឃើញស្អាតទេអញ្ចឹងយើងត្រូវការម៉ាស់ទៅតាមទម្រង់ដែលវាធ្លាក់មកយើងឃើញហ្នឹងណាអញ្ចឹងយើងមើលត្រង់កន្លែងនេះ layer ហ្នឹងដែលយើងប្រើ pen tool យកម៉ាស់តាមផ្លូវហ្នឹងទៅបាទម៉ាស់ឲ្យវាហួសបាទយកម៉ាស់ទៅវាធ្លាក់ប៉ុណ្ណឹងអញ្ចឹងយើងអាចដាក់ filter បន្តិចឲ្យវាឃើញស្អាតណាបាទហេបាទ
ចឹងនេះជារបៀបនៃការធ្វើទឹកភ្លៀងនិងដំណក់ទឹកភ្លៀងដែលបងប្អូនគ្នាអាចសាកល្បងបានបាទអញ្ចឹងមេរៀននេះគឺមានប៉ុណ្ណឹងបាទ